ណាភ្នែកហើយយើងមើលមួយលើភ្នែកយើងអង់គ្លេស eye មានថាយើងនេះគឺភ្នែកទាំងពីរអញ្ចឹងយើងបងឲ្យចាប់ពីខ្ពស់មុនមានថាខ្ពស់ហ្នឹងគឺមានន័យថាគាត់រើប៉ុងគាត់ឆ្លើយតបបានល្អអញ្ចឹងភ្នែកគាត់បើកធម្មតាគេហៅនេះស្ពងតនេមានបើកធម្មតាបើកបានធម្មតាយើងទៅឃើញគាត់បើកធម្មតាអត់អីទេណាសត្វតែនេះបើកធម្មតាហ្នឹងទៅច្បាស់ហើយហ្នឹងណាពេលដើរជួបអ្នកជំងឺចឹងឃើញគាត់បើកធម្មតាហ្នឹងយើងឲ្យ4ណាយើងឲ្យ4ខ្វាច់ឲ្យ3ពេលណាឲ្យ3ឲ្យនៅពេលដែលអីគេនៅពេលដែលយើងគាត់ឮសំឡេងយើងណាឮសំឡេងយើងសួរគាត់គាត់បើកភ្នែកអាហ្នឹងយើងឲ្យ3តែបើមិនតន់ឮសំឡេងយើងទេគាត់នៅបិទភ្នែកទេតោះណាអាហ្នឹងតែបើឮសំឡេងយើងគាត់បើកភ្នែកអាហ្នឹងយើងឲ្យ3ច្បាស់ណាអញ្ចឹងទី4មានថាគាត់បើកភ្នែកឯងថាស្ពងតនេអាហ្នឹងអូខេតើលើអានេះឮសំឡេងយើងមិនបើកខ្លីៗប៉ុណ្ណឹងដល់លេខ2ឮសំឡេងយើងអត់បើកភ្នែកទេឲ្យ2ឮសំឡេងអត់បើកភ្នែកទេគាត់បន្ទាប់មកយើងលេខចំណុចលេខ2នេះតើតែយើងភ្ញួច dollar ឲ្យមួយយើងចុចទ្រូងគាត់មួយឲ្យឈឺទៅបានគាត់បើកភ្នែកតែការធ្ងន់ទៅគេដល់ពេលលេខ1អត់មានអីសោះហៅគោះក៏អត់បើកភ្នែកដែរអញ្ចឹងសរុបសេចក្តីមកវិញយើងត្រូវច្បាស់កន្លែងហ្នឹងឲ្យ4មានន័យថាម៉េចភ្នែកគាត់បើកធម្មតាណាភ្នែកបើកធម្មតាហ្នឹងមកជួយខ្មែរឯងចាភ្នែកបើកធម្មតាស្ពងតនេណាបើកធម្មតាតើនេះ4ឲ្យបើកភ្នែកធម្មតាឲ្យ3ឮសំឡេងយើងឮសំឡេងគ្រូពេទ្យណាបងឮសំឡេងគ្រូពេទ្យឬសំឡេងអីមួយអញ្ចឹងគាត់បើកភ្នែកចាប់ដើមបើកភ្នែកតើនេះបើកភ្នែកក្នុងសេចខ្មែរឲ្យមិនយល់អញ្ចឹងយើងត្រូវដឹងពីកន្លែងហ្នឹងដល់ពេលឲ្យ2មានតែម៉េចឲ្យ2តើយើងភ្ញួយការជឿចាប់លើគាត់យើងចុចគាត់ទៅចុចលើចុចឲ្យឈឺបងប្រើពាក្យចុចឲ្យឈឺយើងទៅស្រាប់តែគាត់បើកភ្នែកតើនេះគាត់បើកភ្នែកអញ្ចឹងយើងឲ្យ2ដល់ឲ្យ1 no ហ្មងអត់មានទេ no តើនេះអត់មានតែម្ដងខ្លីៗប៉ុណ្ណឹងត្រូវចាំណាអញ្ចឹងយើង imagination ចេះឮសំឡេងគាត់តែឮសំឡេងគាត់បើកភ្នែកអាហ្នឹងយើងស្រាលជាងហើយបើសិនតែឮសំឡេងអត់បើកទេនៅពេលដែលយើងទៅភ្ញួចដូចយើងធ្វើសកម្មភាពបន្តទៀតយើងភ្ញួច dollar ឈឺលើគាត់ទៅក្តិចគាត់អីទៅគាត់ចាប់ផ្ដើមបើកភ្នែកនឹងឲ្យ2ធ្វើសកម្មភាពអីមួយក៏ដោយនៅតែគាត់អត់បើកភ្នែកទៀតអាហ្នឹងយើងឲ្យ1ណាអូខេតទៀតយើងតមកអានេះវគ្គបាល់ការនិយាយអ្នកជំងឺបើសិនអ្នកជំងឺនិយាយបានធម្មតាយើងសួរគាត់ឈ្មោះអីគាត់នៅណាគាត់ឆ្លើយបានអាហ្នឹងយើងឲ្យ5ពេញណាបើឲ្យ4កុងហ្វុយមានថាយើងសួរគោគាត់ឆ្លើយកបីគាត់និយាយបានតែគាត់ឆ្លើយកបីដូចថាយើងសួរអ៊ំនៅណាគាត់ឆ្លើយថាកូនខ្ញុំមាន3នាក់អញ្ចឹងទៅអាហ្នឹងកុងហ្វុយឯងណាអាហ្នឹងយើងឲ្យ4ឲ្យ5ឲ្យ3ឲ្យពេលណាឲ្យ3ឲ្យនៅពេលដែរអ្នកជំងឺគាត់និយាយបានមក clear អញ្ចឹងគាត់ថាក្នុង clear ហ្នឹងឮតែមួយពាក្យឯងឧទាហរណ៍ខ្ញុំចង់ទៅផ្ទះយើងធម្មតាយើងនិយាយបានអញ្ចឹងណាប៉ុន្តែក្នុងបន្ទុក3នេះគឺខ្ញុំចង់ទៅផ្ទះអញ្ចឹងយើងឮសំឡេងចង់អីមួយម៉ាត់អញ្ចឹងទេឮមួយពាក្យតោះណាអាហ្នឹងឲ្យ3ឲ្យ2យើងសួរគាត់ទៅគាត់ព្យាយាមឆ្លើយគាត់តែអត់ឮពាក្យណាមួយទេឮទៅដូចមនុស្សកអញ្ចឹងអញ្ចឹងណាអត់និយាយកើតទេអាហ្នឹងឲ្យ2អត់មានឮបំពាក្យដូចឲ្យ3មិញទេណាអាហ្នឹងឲ្យ1មានថាសួរមិនក៏គាត់អត់ឆ្លើយដែរអាហ្នឹងយើងឲ្យ1តោះណាអញ្ចឹងឲ្យមានភាពច្បាស់កន្លែងហ្នឹងឥឡូវយល់ណាយើងចូលដល់មួយទៀតចូលអានេះណាចូលដល់ motor តើយើងមានសកម្មភាព activity ទៅលើគាត់ដែរ
តោះណាជាទូទៅគេឲ្យយើងភ្ញួចនៅកន្លែងទ្រូងណាកន្លែងទ្រូងញីទ្រូងគាត់ទៅបើសិនជាញីទ្រូងគាត់ទៅគាត់វាសដៃដៃគាត់ហ្នឹងមកទាញអាកន្លែងដែលយើងភ្ញួចការឈឺចាប់ទៅលើគាត់ដូចនេះគាត់គេងអញ្ចឹងតែជំងឺអានេះទ្រូងគាត់តោះណាអានេះទ្រូងគាត់អញ្ចឹងណាអាហ្នឹងអូខេទ្រូងគាត់អញ្ចឹងអានេះដៃគាត់នៅនេះណាដល់ពេលយើងទៅភ្ញួចលើទ្រូងគាត់នេះយើងភ្ញួច dollar យើងស្កត់ភ្ញួចកន្លែងទ្រូងគាត់ហ្នឹងទៅតែដៃគាត់ទាញចាប់ទាញដៃយើងចេញណាកន្លែងហ្នឹងយើងឲ្យ6ពេញណាឲ្យ5បងសុំទោសបងច្រឡំឲ្យ5មិញបងសុំទោសបងនិយាយម្ដងទៀតអាមិញគឺបងនិយាយទៅខុសសុំទោស6បង imagine នៅលេខ5វិញឲ្យ6មានន័យថាម៉េចឲ្យ6មានន័យថាគាត់មាន activity បានធម្មតាតើណាឲ្យគាត់លើកដៃលើកជើងលើកបានធម្មតាអូខេអាហ្នឹងណាអូខេយើងបញ្ជាឲ្យគាត់ធ្វើអីធ្វើបានធម្មតាប៉ុន្តែឲ្យ5មានន័យថាម៉េចឲ្យ5មានន័យថាដូចបងនិយាយពីខាងលើមិនអញ្ចឹងតើតែយើងភ្ញួច dollar ទៅលើគាត់អានេះទ្រូងហើយនេះទ្រូងនេះដៃគាត់អញ្ចឹងនៅពេលយើងភ្ញួចទៅលើកន្លែងតរ៉ាអីនេះណាអញ្ចឹងយើងចុចយើងយកដៃញីទ្រូងគាត់ឈឺគាត់ទាញដៃយើងចេញអាហ្នឹងឲ្យ5មានគេ stimulation dollar លើគាត់អាហ្នឹងមានគាត់ចាប់ទាញដៃយើងចេញណាឲ្យទី4យើង stimulation dollar តដែរក៏ប៉ុន្តែអ្នកជំងឺនឹងដៃគាត់ម្លងដងខ្លួនរបស់គាត់ហើយទាញចាក់ដៃយើងអត់ដល់ទេអត់បានទេគាត់ដៃគាត់នឹងជិតដល់ម្លងខ្លួនប្រានគាត់អត់ទេអាហ្នឹងយើង imagination មើលនេះគាត់ម្លងខ្លួនចង់ជិតដល់ដៃយើងតែអត់បានទេអត់ដូចលេខ5មិញទេតោះណាអាហ្នឹងដល់លេខ3អាហ្នឹងយើងឲ្យមែនយើងអត់ពួនអាហ្នឹងដល់លេខ3ឲ្យមិនទៅមានន័យថាអ្នកជំងឺយើងភ្ញួច dollar ទៅដែរនៅកន្លែងទ្រូងមិនទៅដែរហ្នឹងយើងយកពងតេនៅកន្លែងទ្រូងអញ្ចឹងគាត់ flexion មានន័យថាគាត់តែ flexion ទេពី flong horizontal ណា flexion តែគាត់អត់បានដៃគាត់ហ្នឹងអត់បានម្លងដងខ្លួនគាត់ទេអាហ្នឹងយើងឲ្យ3តោះណា flexion ណា flexion អាហ្នឹងម្ដងទៀតមានន័យថាគាត់ flexion តែអា flex ការដែលដៃគាត់ flexion ហ្នឹងអត់ម្លងដងខ្លួនគាត់ទេណាកន្លែងហ្នឹងណាអូខេដល់ extension មានថាគាត់កម្រើកបានបន្តិចដៃគាត់ extend ទៅក្រោយគេណាអាហ្នឹងនៅលើ plong horizontal ដោយគាត់ដេកលើ carpet អញ្ចឹងគាត់ extension ទឹកនៅលើ carpet ហ្នឹងតើណាដៃគាត់អញ្ចឹងអត់មានម្លងទ្រូងម្លងអីទេបើយើងឲ្យ3មិញគឺគាត់ flexion ពី flong horizontal យើងយក carpet ជា flong horizontal ហ្នឹងទៅ flexion មកតែអាដៃរបស់គាត់ហ្នឹងអត់ម្លងដងខ្លួនគាត់ទេណាយើងចូលដល់លេខ2មិញគឺ extension មិញហ្នឹងណាអាលេខ2ដល់1គឺអត់សោះមកណាអត់អាហ្នឹងធ្ងន់មែនតើអញ្ចឹងយើងត្រូវចេះឲ្យកន្លែងហ្នឹងណាច្បាស់ណាឆ្ងល់សួរកន្លែងហ្នឹងអូខេ